ឃើញខ្ចប់បាយអីនេះគឺកំពុងតែរៀបចំទៅរកស្ទូចត្រីនៅទន្លេទឹកទន្លេកំពុងតែឡើងហ៎ចឹងហើយនាំក្មេងទៅលេងនៅកន្លែងហ្នឹងដែរហើយខ្ញុំនឹងមិនមែនជាអ្នកចេះស្ទូចអីទេចេះទៅហើយនេះគាត់តែវេចខ្ចប់ប៉ុណ្ណឹងឯងមានបាយម្ហូបអីតិចតួចអីហ្នឹងផ្លែឈើអីតិចតួចទៅចាវេចខ្ចប់ហ្នឹងហើយកន្លែងក៏វាមិនជាឆ្ងាយអីណាស់ណាដែរជិះមកផ្លេតហ្នឹងក៏ដល់ហើយខ្ញុំចូលចិត្តទៅលេងនៅខាងទឹកទន្លេអញ្ចឹងណាឥឡូវទន្លេឡើងហើយនេះទន្លេសាបនេះឡើងមកដល់ឡើងទំនប់75នឹងដែរតាមស្ទូចត្រីកន្លែងហ្នឹងគឺគ្មានបានអីទេដោយសារតែទឹកបែកខ្លាំងហ៎យើងទឹកបែកអញ្ចឹងមានត្រីណាមិនស៊ីនុយសន្ទូចយើងបើត្រីក៏វាមិនខ្វះចំណីដែរចំណីធម្មជាតិហ៎ទឹកបែកអញ្ចឹងវាមិនខ្វះរបស់ស៊ីទេត្រីហ៎តើតដាក់មងដាក់អីហ៎ម្ដុំនេះបានតែគូបំណងខ្ញុំមកនោះមិនមែនថាចង់បានត្រីអីដែរគាត់ថាមកស្ទូចលេងមកមើលកន្លែងនេះណាថាទឹកនឹងលិចដល់ណាហើយស្ទូចត្រីនឹងរីកចម្រើនដែរតើខ្ញុំជិះតាមផ្លូវនោះឃើញបងប្អូនយើងទាំងក្មេងចាស់ប្រុសស្រីមានសន្ទូចម្នាក់មួយអង្គុយស្ទូចតាមបន្លាយហោហែទម្រាំតាមមកដល់ទន្លេនោះឃើញតែអ្នកស្ទូចត្រីហើយអ្នកបបកត្រីនឹងអ្នកខ្លះទៅក៏ប្រើសន្ទូចដែលធ្វើខ្លួនឯងណាសន្ទូចអាស័យហ៎ហើយអ្នកខ្លះទៀតទៅក៏គេប្រើអាសន្ទូចតែគេទិញថ្លៃហ៎ចាហើយនេះគឺជាត្រីដាក់មងអ្នកនសប៉ុណ្ណឹងឯងគាត់លក់ឲ្យម៉ួយអស់ហ៎អញ្ចឹងនសប៉ុណ្ណាក៏យើងយកប៉ុណ្ណឹងទៅតាមពិតទៅយកទាំងអស់នឹងឯងត្រីក្រាញ់ត្រីកាភ្លៀងត្រីអីនេះយកទៅក្រាន់ធ្វើហើយយើងយកទៅប្រឡាក់ជៀនក៏បានអាំងក៏បានហើយក៏មិនបាច់ទៅស្ទូចត្រីស្ទូចអីទៀតដែរសន្ទូចហ្នឹងយើងដាក់ចោលអញ្ចឹងទៅយើងអង្គុយលេងទៅហើយទិញអីញ៉ាំជុំគ្នាជាមួយនឹងបងប្អូនអ្នកភូមិដែរពួកអីនៅកន្លែងនេះមានបងប្អូនអ្នកភូមិអីហ្នឹងគាត់មកញ៉ាំអីលេងលាវឲ្យលក្ខណៈបែបកំសាន្តដែរអញ្ចឹងណាជុំគ្នាអញ្ចឹងក៏ឆ្លៀតអង្គុយលេងជាមួយគ្នាទៅតទៅដល់ម៉ោង5អីហ្នឹងបានត្រឡប់ទៅផ្ទះបើយើងនៅដល់ម៉ោង6ម៉ោង7ក៏បានដែរព្រោះមិនតែខ្វះមនុស្សអីមនុស្សមកលេងច្រើនដែរហ្នឹងតែខ្ញុំទិញត្រីហើយហ្នឹងក៏ប្រញាប់យកត្រីទៅធ្វើអញ្ចឹងណាកុំឲ្យវាខូចនេះមានតែខ្វះមនុស្សអីហើយរបស់ញ៉ាំក៏មានដែរបើមនុស្សវិញអ្នកមកទាំងក្រុមអ្នកខ្លះនំកូននំចៅអីមកទាំងអស់មកសឹងថាមកគ្រួសារមកដើរលេងអញ្ចឹងក៏សប្បាយមួយយ៉ាងដែរមើលទឹកទន្លេមើលអីប៉ុន្តែក្មេងៗហ្នឹងតើតែយើងប្រយ័ត្នដែរលក្ខណៈទឹកអញ្ចឹងតើយើងមនុស្សចាស់ហ្នឹងយើងមើលឲ្យបានដិតដល់កុំឲ្យក្មេងចុះទឹកចុះអីណាចេញមកផ្ទះវិញហ្នឹងដល់ពេលតែមកដល់ហ្នឹងឃើញបន្លាយកន្លែងនេះតំណងពេកក៏ចុះមកស្ទូចត្រីលេងបន្តិចព្រោះអីឃើញអ្នកស្ទូចនឹងចិត្តនឹងគេស្ទូចនៅម្ខាងទៀតពួកបន្លាយនេះនៅសងខាងផ្លូវខ្ញុំក៏មកស្ទូចនៅម្ខាងនេះប៉ុន្តែខាងនោះឃើញគេស្ទូចបានដល់ពេលតែខ្ញុំមកស្ទូចខាងនេះស្ងាត់ឲ្យជ្រាបអត់មានឃើញត្រីស៊ីដាក់ស្ទូចទៅដាក់ភ្លុងដើម្បីថាខ្ញឹកបន្តិចក៏អត់មានហើយទឹកវាហូរតិចទៀតប្រហែលជាទឹកហូរហ្នឹងណាបានជាត្រីនឹងវាអត់មកស៊ីហើយសម្បីតែមាត់ត្រីក៏អត់ឃើញក៏ទៅខ្ញុំទៅសើអ្នកស្ទូចត្រីហ្មងត្រង់ថាគាត់ប្រកាសអត់ធ្មត់អ្នកខ្លះទៅនៅស្ទូចដល់ល្ងាចតើតល្ងាចបានគាត់ត្រឡប់ទៅផ្ទះ